បាទថ្ងៃនេះរៀងយប់បន្តិចហើយបងប្អូនបាទដោយសារតែអ៊ំស្រីគាត់នៅខាងរង្វង់មូលគួរស្រូវបាទតែក្បែរគ្នាដែរគាត់ទៅជើញមកពេលល្ងាចដែរអញ្ចឹងជួយស្រួលសរសៃជួយបាទធ្វើចលនានឹងស្អំដោយម៉ាស៊ីន AI នេះជូនគាត់រៀងយប់បន្តិចបាទចំណែកបងស្រីខាងនេះគាត់នៅខាងកំពង់ចាមបងប្អូននៅខេត្តកំពង់ចាមបាទលេងសប្បាយទេអរគុណគាត់ណាស់ហើយអ៊ំមិនខ្ញុំជួបម្ដងគាត់ដូចជាតំពីអ៊ំហ្នឹងឯងពេលទៅមកទៀតនៅអ៊ំនឹងដើរលឿនឆ្លៃវិញដល់ហើយពេលកាត់ខមកខ្ញុំជួបគាត់គាត់វាក់ពេញបាទបាទពេលនេះលោកគ្រូកំពុងតែស្អំថ្នាំបុរាណខ្មែរជូនគាត់បាទបានន័យថាអ្នកដែលត្រូវជំងឺត្រូវតែចាំបាច់ស្អំថ្នាំបុរាណយើងនឹងស្អំថ្នាំបុរាណជូនគាត់ដោយសារបាទសរសៃរបស់គាត់ស្វិតសរសៃរបស់គាត់មានហើមបាទជាពិសេសគឺមានដុំក្របតាមបាទបេះគូតតាមទឹកភៀកបាទតាមចង្កេះហ្នឹងគឺយើងចាំបាច់ត្រូវតែស្អំជូនគាត់ហើយបាទថ្ងៃនេះជុំគ្នាទៀតហើយបងប្អូនបាទអ៊ំស្រីខាងនេះគាត់អញ្ជើញមកពីខេត្តកំពង់ធំបាទហើយចំណែកបាទបងស្រីខាងនេះគាត់អញ្ជើញមកពីខេត្តកំពង់ចាមសុទ្ធតែកំពង់ដូចគ្នាបងប្អូនបាទ